រ៉ាស៊ូលឡោះ សល្លឡោះ អាឡៃហ៊ីវ៉ាសឡាម បានមានប្រសាសន៍ថា នៅពេលដែលអ្នកឥស្លាមដាំឈើអ្វីមួយ ហើយត្រូវបានគេបរិភោគផ្លែរបស់វា វាជាការបរិច្ចាគមួយសម្រាប់គាត់ ហើយអ្វីដែលគេលួចក៏ជាការបរិច្ចាគមួយសម្រាប់គាត់ដែរ ហើយអ្វីដែលត្រូវសត្វស៊ីក៏ជាការបរិច្ចាគមួយសម្រាប់គាត់ដែរ ហើយអ្វីដែលត្រូវបានគេយកពីដើមឈើនោះក៏ជាការបរិច្ចាគទានមួយសម្រាប់គាត់ដែរ រាយការណ៍ដោយមូស្លីម នៅក្នុងសេចក្តីរាយការណ៍មួយរបស់គាត់ថា ដើមឈើដែលអ្នកឥស្លាមបានដាំឲ្យមនុស្ស សត្វពាហនៈ និងសត្វបក្សាបក្សីទទួលផលពីវា នោះជាការបរិច្ចាគទានសម្រាប់គាត់រហូតដល់ថ្ងៃបរលោក នៅក្នុងសេចក្តីរាយការណ៍មួយទៀតរបស់គាត់ដែរថា នៅពេលដែលអ្នកឥស្លាមដាំឈើអ្វីមួយ ឬសត្វព្រោះអ្វីមួយ ហើយមនុស្ស សត្វ ឬអ្វីផ្សេងៗទៀតទទួលផលពីវានោះ វាជាការបរិច្ចាគទានសម្រាប់គាត់ គាត់បានរាយការណ៍វាទាំងពីរនេះអំពីអាណាស់